បើមានលទ្ធផលចេញពីជំនួបប្រមុខការទូតអាស៊ានទ័ពទាំងពីរត្រូវតែរំសាយអាស៊ាននិងអង្គការសហប្រជាជាតិត្រូវបង្កើតប៉ុស្តិ៍បញ្ជាការតាមព្រំដែនរួមនៅថ្ងៃច័ន្ទទី22ធ្នូនេះកិច្ចប្រជុំពិសេសនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងប្រព្រឹត្តទៅក្រោយពីថៃស្នើលើកពេលប្រជុំម្ដងហើយជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីព្រោះម៉ាឡេស៊ីជាប្រធានបដូវវេនអាស៊ានសម្រាប់ឆ្នាំ2025នៅមុនកិច្ចប្រជុំប្រមុខការទូតអាស៊ានសហរដ្ឋអាមេរិកនិងចិនរំពឹងទុកជាមុនថាប្រទេសទាំងពីរគឺកម្ពុជានិងថៃនឹងព្រមបញ្ឈប់ការប្រយុទ្ធគ្នាហើយស្ដារសន្តិភាពឡើងវិញតែយ៉ាងណានេះទើបតែជាលើកដំបូងដែលប្រមុខការទូតអាស៊ានត្រូវបានស្នើឲ្យជួបគ្នានៅទីក្រុងកូឡាឡាំពួរចាប់តាំងពីថៃបង្កសង្គ្រាមវាយប្រហារលើកម្ពុជាយ៉ាងកំរោលនៅថ្ងៃទី8ធ្នូឆ្នាំ2025នេះក្រុមការងារ7 Info មើលឃើញថាថៃអាចដាក់លក្ខខណ្ឌច្រើនលើកម្ពុជាព្រោះតែថៃត្រូវដោះខ្លួនពីការចោទថាថៃឈ្លានពានកម្ពុជាសូមអស់លោកស្រីមកតាមដានការបកស្រាយរបស់លោកនួនបូរិនដូចតទៅនេះសំណួរដំបូងតើអាចមានលទ្ធផលទៅរកបទឈប់បាញ់ឡើងវិញទេលោកនួនបូរិនហើយបើមានដោយរបៀបណាបើយើងនិយាយអំពីបទឈប់បាញ់គ្នាដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃទី28កក្កដានិងចុងក្រោយមានរហូតដល់សេចក្តីថ្លែងការណ៍រួមចេញពីទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26តុលាមានហត្ថលេខារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជាថៃនៅចំពោះមុខហត្ថលេខារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមគឺសេចក្តីថ្លែងការណ៍នោះបានបង្ហាញពីភាពរឹងមាំរួចទៅហើយថាត្រូវប្រកាន់យកគោលការណ៍យោគយល់គ្នាកម្រិតខ្ពស់បំផុតមិនបង្កឲ្យផ្ទុះសង្គ្រាមអ្វីទាំងអស់ហើយក៏មានយន្តការចូលខ្លំមើលនឹងដោះស្រាយភ្លាមៗផងដែរប៉ុន្តែយើងដឹងថានៅតែមានភាពតានតឹងកើតឡើងចេញពីភាគីថៃនៅតែធ្វើសកម្មភាពបំពេញនៅតាមព្រំដែនចូលមកខាងក្នុងព្រំដែននៃប្រទេសកម្ពុជាស្រាប់តែពេលនោះមុននឹងសង្គ្រាមវាយប្រយុទ្ធគ្នាផ្ទុះនៅថ្ងៃទី8ធ្នូក៏មានផ្ទុះឡើងនៅឧបទ្ទវហេតុជនជាតិថៃជន់មីននៅតាមព្រំដែនហើយចោទថាមីននោះត្រូវបានកម្ពុជាបង្កប់ថ្មីថែមទៀតកម្ពុជាបានប្រកែកដាច់ខាតថាមិនមែនជាមានតែខ្លួនបង្កប់នោះទេបើទោះជាមាននោះសន្មតថាវានៅក្នុងទឹកដីនៃខាងក្នុងព្រំដែនកម្ពុជាក៏ដោយនោះព្រោះវាជាមីនថ្មីបំផុតហើយកម្ពុជាចោទវិញថាជាមីនដែលថៃបង្កប់ខ្លួនឯងដើម្បីប៉ះពាល់ដល់អាយុជីវិតប្រជាជនថៃខ្លួនឯងជាអ្នករងគ្រោះដោយសារតែចំនួនព្រំដែនកម្ពុជាថៃហើយជន់មីនថ្មីថែមទៀតតែចុងក្រោយយើងដឹងហើយថាការចេញពីផែនការរៀបជាស្រេចរបស់ពួកយោធាថៃនិងរដ្ឋាភិបាលចាំផ្ទះរបស់អនុទិនច័ន្ទវីរគុលជាមួយនឹងការអាចថាណែនាំពីក្រមទីប្រឹក្សាសន្តិសុខរាជបល្ល័ង្កថៃក៏ថាបានទើបរឿងរ៉ាវកើតមានហើយចោទថាកម្ពុជាបាញ់មុនកម្ពុជាបានបដិសេធដាច់ខាតថាគេមិនបានបើកការវាយប្រហារអ្វីមួយគ្រុតទៅលើថៃនោះទេតែពេលនោះហើយនៅថ្ងៃទី8ធ្នូថៃបាញ់ស្រូចលើដែនដីកម្ពុជាអះអាងថាខ្លួនបានព្យាយាមអត់ធ្មត់ដល់ទៅ24ម៉ោងទើបសម្រេចវិបកវិញស្ថានភាពផ្ទុះសង្គ្រាមយ៉ាងស្រួចស្រាវបំផុតថៃបើកយុទ្ធនាការសន្ធប់វាយមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជារហូតដល់ប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកលើទីតាំងសំបីទីតាំងជនស៊ីវិលទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រជាជនប្រាំងប្រាសាទរបស់កម្ពុជាក៏ត្រូវបានកំទេចដោយគ្រាប់បែករបស់យន្តហោះ F16 យោធាថៃផងដែរយោធាថៃព្យាយាមបាញ់ស្រូចកំទេចដល់ប្រាង្គប្រាសាទព្រះវិហារដែលជាសម្បត្តិពិភពលោកផងដែរនេះរឿងរ៉ាវនេះថៃឈ្លានទៅដល់ការប្រប្រាស់រូបភាពផ្សេងទៀតនៃការវាយប្រហារលើទឹកដីកម្ពុជាជាមួយនឹងការបង្វែរស្ថានភាពនេះភ័យប្រាប់ពិភពលោកថាកងទ័ពកម្ពុជាលាក់ខ្លួនច្រើននៅក្នុងអគារខ្ពស់តាមព្រំដែនរបស់កម្ពុជាជាប់នឹងប្រទេសថៃសិតតែជាគោលដៅដែលកងទ័ពកម្ពុជាទាំងនោះមានផែនការវាយចូលទឹកដីថៃហើយប្រាប់ថាអគារទាំងនោះជាអគារកាស៊ីណូនិងទីតាំងឆបោកតាមប្រព័ន្ធអនឡាញអ្វីសិតតែជាការដែលត្រូវគេមើលឃើញថាថៃរៀបចំយុទ្ធសាស្ត្រឈ្លានពានរួចស្រេចប៉ុន្តែយ៉ាងណានៅថ្ងៃទី22ធ្នូនេះ
ការជួបប្រជុំនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទើបតែលើកដំបូងប៉ុណ្ណោះចាប់តាំងពីទុះសង្គ្រាមធំលើកទី2ថ្ងៃទី8ធ្នូមកនោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅលើទឹកដីនៃទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក៏ធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមឋានៈជាប្រធានវេននៃសមាគមអាស៊ីអាគ្នេយ៍នេះសំណួរសួរថាអាចមានលទ្ធផលទៅរកបាត់ឈប់បាញ់គ្នាឡើងវិញដែរឬទេសម្រាប់ខ្ញុំថាអាចមានលទ្ធផលទៅរកបាត់ឈប់បាញ់គ្នាក្នុងទម្រង់ណាមួយដែលអាចសម្របសម្រួលគ្នាបានរវាងភាគីទាំងពីរគឺកម្ពុជានិងថៃហើយសម្របសម្រួលគ្នាក្នុងកម្រិតមួយដែលគេហៅថាការសម្របសម្រួលស្ថិតនៅក្នុងគោលការណ៍មួយគឺការយោគយល់និងអត់ឱនរួមជាមួយគ្នាឡើងវិញប៉ុន្តែក៏យើងមើលឃើញថាពេលនោះក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទំនងនឹងខិតខំខ្លាំងក្នុងការសម្របសម្រួលឲ្យភាគីថៃនិងភាគីកម្ពុជាមានការផ្ទៀងផ្ទាត់នៅលក្ខខណ្ឌទៅវិញទៅមកមាននឹងឈានដល់ទៅរកការអនុវត្តបាត់ឈប់បាញ់គ្នាឡើងវិញប៉ុន្តែយើងនៅតែមើលឃើញថាកម្រិតនៃការឈានទៅដល់បាត់ឈប់បាញ់គ្នានោះវាស្ថិតនៅក្នុងភាពផុយស្រួយប្រសិនបើយន្តការនៃការខ្លំមើលស្ថិតក្នុងស្ថានភាពមិនរឹងមាំមិនច្បាស់លាស់បើទោះជាមានក្រុមខ្លំមើលអាស៊ានក៏ដោយនោះអ្វីដែលសំខាន់គឺថាលទ្ធផលអាចកើតមាននៅពេលដែលថៃជឿជាក់ខ្លួនឯងថាខ្លួនបើកការវាយប្រាកនេះយ៉ាងហោចណាស់ក៏ធ្វើឲ្យកម្ពុជារងការគៀបសង្កត់ពីសហគមន៍អន្តរជាតិផងដែរទើបថៃគេអាចសម្របសម្រួលថាបើកការវាយប្រាកនេះគឺក្នុងកម្រិតដែលគេហៅថាការពារខ្លួនផងនិងវាយប្រាបែបបង្ក្រាបផងតែយើងនៅតែមើលឃើញថាភាគីកម្ពុជាយ៉ាងហោចណាស់ក៏នៅតែមានសិទ្ធិក្នុងការបញ្យល់ទៅរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់អំពីអ្វីដែលហៅថាការរំលោភបាត់ឈប់បាញ់គ្នា